ដើរបានកន្លះថ្ងៃវាយស្លាប់អស់មនុស្ស3នាក់ទៅហើយលោកគ្រូមិនក៏លោកគ្រូមិនឆាប់សូត្របាលីសៀតទៅលោកគ្រូកុំអាលលើនេះចប់ហើយមកគ្រួសារទី3នាក់មកជួបជុំគ្នាហើយណូម្ដាយគុណកណាបានកើតកូនស្រីម្នាក់មានកូនប្រសាម្នាក់ព្រឹកមិញនេះគេយកបាយទៅស្រែមើលទៅបានជួបនឹងខ្លាហើយប្រពន្ធកណាគឺមករកគេមុនហើយក៏អត់មានឃើញគេទៅវិញសោះអត់ដឹងថាទៅណាកណាក៏មករកមើលទៅពិតជាបាត់បង់ជីវិតមែនមិនដឹងធ្វើយ៉ាងម៉េចគឺមានតែយកសាកសពរបស់គេត្រឡប់ទៅវិញដើម្បីធ្វើបុណ្យមិនដឹងជាអ្នកណាសម្រាប់ពួកគេទេពិតជាមកទាជីវិតមែនហើយលោកគ្រូគេគឺជាបិសាចគេជាបជាសាយសាកសពទុកសាកសពខ្លាយប្រលឹងហោះទៅបាត់បើទោះជាបិសាចក៏ដោយក៏មានជីវិតដែរកាលពីមុនឯងបានសម្រាប់ខ្លាកំណាចហើយនឹងចៅប្លន់6នាក់នោះថែមទាំងថាខ្លានោះគឺមានចិត្តចង់ស៊ីចៅប្លន់នោះមានចិត្តចង់សម្រាប់មនុស្សទៀតប៉ុន្តែគ្រួសាររបស់គេថ្ងៃនេះអត់មានទង្វើអ្វីចង់ធ្វើបាបយើងទេប៉ុន្តែជគុណនិយាយថាប្រពន្ធរបស់កណានិងកូនស្រីកណាត្រូវគេសម្លាប់អីថ្ងៃនេះយើងទៅតែធ្វើឲ្យឯងចេញពីរូបរាងដើមឲ្យបានបាចេឧជីងពួកឯងការពារលោកតានេះទៅណាអូលោកតាឆាប់ឡើងទៅឆាប់ឡើងថាកាចាឯងមកប៉ះគេកុហកគេសម្រាប់មនុស្សប្រែកាឡាមកធ្វើបាបគេយើងគឺជាតាទូតរបស់ឯងអ្នកដទៃមិនស្គាល់ឯងតែយើងដឹងថាឯងនេះគឺជាបិសាចទៅបងធំបងសម្រាប់មនុស្សឡើងក្រហមភ្នែកហើយមែនទេបងមើលនរណាក៏ដូចបិសាចដែរប្តីគុណមិនបានជាសិស្សរបស់ប្តីគុណថាកណាជាបិសាចទៅវិញលោកតាម្ចាស់នេះលោកតាព្រៃភ្នំស្ដាប់ឲ្យច្បាស់បិសាចពេលនេះមកធ្វើបានលោកគ្រូយើងម្ដងហើយម្ដងទៀតថ្ងៃនេះបើគេរត់បាត់យើងមិនលឹកលេងឲ្យគេទេប្តីគុណហើយជប់មកក៏សម្រាប់យើងមកលើកនេះឯរត់មិនរួចទេដើរបានកន្លះថ្ងៃវាយស្លាប់អស់មនុស្ស3នាក់ទៅហើយលោកគ្រូមិនក៏លោកគ្រូមិនឆាប់សូត្របាលីសៀតទៅលោកគ្រូកុំអាលលោកគ្រូកុំអាលលោកគ្រូមើលចុះ